Nhómធ្លាប់ស្រែកដាក់កូនហើយធ្វើឲ្យកូនយំតែវាបែរជាធ្វើឲ្យតំណែងម្ដាយកូនយើងកាន់តែរឹងមាំជាងមុនទៅវិញនេះគឺជារឿងទី1ក្នុងចំណោម28រឿងដែលខ្ញុំកំពុងតែហ៊ានផ្លាស់ប្ដូរដើម្បីកូនតើអ្នកធ្លាប់ជ្រុលមាត់ស្រែកដាក់កូនធ្វើឲ្យកូនយំហើយអង្គុយស្ដាយក្រោយអត់ខ្ញុំធ្លាប់ហើយខ្ញុំក៏ធ្លាប់គិតទៀតថាខ្ញុំជាម្ដាយអាក្រក់ដែលធ្វើបែបនឹងដាក់កូនតែក្រោយមកទើបដឹងថាតាមពិតទៅមានរឿងដែលយើងអាចធ្វើដើម្បីកែប្រែរឿងនេះឲ្យក្លាយជារឿងល្អវិញបានមកឥឡូវមកស្ដាប់ខ្ញុំនិយាយសិនម៉ែក៏ជាមនុស្សដែរទោះជាអ្នកទាំងអស់គ្នាជាម្ដាយដែលនៅផ្ទះឬក៏ជាម្ដាយដែលទៅធ្វើការខាងក្រៅគឺសុទ្ធតែហត់នឿយខ្លាំងដូចគ្នាហើយខ្ញុំជឿថាយើងសុទ្ធតែមានពេលខ្លះដែលអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានហើយខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាអានឹងជារឿងធម្មតាឯងមាន concept មួយនៅក្នុង attachment series ហៅថា rupture and repair rupture គឺនៅពេលដែលយើងបាត់បង់ភាពម្ចាស់ការលើខ្លួនឯងហើយជ្រុលសម្ដែងអាកប្បកិរិយាណាមួយដែលយើងគិតថាអត់គួរធ្វើទៅលើកូនប៉ុន្តែបើសិនជាអ្នកអត់ចង់ឲ្យ rupture ហ្នឹងវាខ្លាចជារបួសស្នាមនៅក្នុងចិត្តកូនទេយើងអាចធ្វើអ្វីម្យ៉ាងដើម្បីជួសជុលវាឡើងវិញនោះគឺគេហៅថា repair នៅពេលដែលយើងដឹងថាយើងជ្រុលធ្វើខុសហើយអារម្មណ៍យើងរៀងស្ងប់ជាងមុនបន្តិចណាយើងអាចទៅសុំទោសកូនហើយសារភាពប្រាប់កូនតាមត្រង់ថាហេតុអីបានមុនហ្នឹងម៉ាក់ធ្វើចឹងដាក់កូនមកពីម៉ាក់ខឹងម៉ាក់មួម៉ៅឬក៏ម៉ាក់មានបញ្ហាអីមួយក្នុងចិត្តហើយវានឹងអាចធ្វើឲ្យតំណែងរបស់យើងនិងកូនយើងរឹងមាំជាងមុនជាងដែលយើងព្យាយាមធ្វើសម្ដែងជាម្ដាយល្អឥតខ្ចោះស្ងប់ដូចទឹកគ្រប់ពេលវេលាជាពិសេសពេលដែលយើងនឹងកំពុងតបាក់មែនតែនកាលពីមុនណាខ្ញុំធ្លាប់គិតថាការដែលខ្ញុំអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានហើយធ្វើឲ្យកូនយំម្ដងម្កាលហ្នឹងធ្វើឲ្យខ្ញុំខ្លាចជាម្ដាយដែលអាក្រក់ម្នាក់ហើយខ្ញុំក៏ធ្លាប់ជឿដែរថាឪពុកម្ដាយអត់គួរបង្ហាញភាពទន់ខ្សោយឬក៏និយាយពាក្យសុំទោសទៅកាន់កូនទេប៉ុន្តែនោះមិនមែនជាការពិតទាំងស្រុងទេការដែលយើងហ៊ានប្រាប់កូនពីការពិតនឹងធ្វើឲ្យកូនយល់ពីយើងច្រើនជាងមុនយល់ថាម៉ាក់គឺជាមនុស្សមានអារម្មណ៍ចេះហត់ចេះខឹងចេះមួម៉ៅហើយពេលខ្លះក៏ពិបាកគ្រប់គ្រងអារម្មណ៍ខ្លួនឯងដូចគ្នាតែម៉ាក់តែងតែត្រឡប់មកអោបកសោបកូនវិញមកសុំទោសកូនវិញព្រោះតែក្តីស្រឡាញ់របស់ម៉ាក់មានចំពោះកូនហើយការដែលយើងជាពុកម្ដាយហ៊ានទទួលស្គាល់កំហុសនិងនិយាយពាក្យសុំទោសទៅកាន់កូនណានឹងបង្រៀនកូនឲ្យយល់ថាអ្នកណាក៏អាចបង្កើតកំហុសបានដែរតែអីដែលសំខាន់ណាគឺចេះទទួលស្គាល់និងសុំការអភ័យទោសហើយចុះអ្នកទាំងអស់គ្នាវិញកាលពីតូចប៉ាម៉ាក់ធ្លាប់សុំទោសអត់ពេលគាត់ធ្វើខុសដាក់យើងហើយនេះគឺជារឿងមួយក្នុងចំណោមរឿងទាំង28ដែលខ្ញុំហ៊ានផ្លាស់ប្ដូរបន្ទាប់ពីខ្លាចជាម្ដាយរបស់គេ